ខ្ញុំឈ្មោះយ៉ាអ៊ីខ្ញុំឈ្មោះណុតពួកខ្ញុំជាសមាជិកអ្នកដឹកនាំមួយឃើញដល់អស់ចាបន្ទាប់ពីបានហ៊ាននៅនឹងមកខ្ញុំមានអារម្មណ៍ថាខ្ញុំប្លែកពីមុនខ្ញុំអត់សូវចេះនិយាយស្ដីអីហើយអៀនប៉ុនអៀនតែឥឡូវខ្ញុំមានអារម្មណ៍ថាខ្ញុំក្លាហានជាងមុនហើយចូលចិត្តចូលរួមសកម្មភាពឬក៏នៅពេលដែលសាលាមាន event ស្អីខ្ញុំចូលចិត្តចូលរួមមុនខ្ញុំបានចូលរៀនអ្នកនាំមួយក្មេងដ៏អស្ចារ្យខ្ញុំក៏អៀនខ្មាស់ដែរហើយខ្ញុំអត់ហ៊ានឡើងនិយាយ public speaking ក៏និយាយមួយគេប៉ុន្តែតាំងពីខ្ញុំបានរៀនបានពីវគ្គមកខ្ញុំដឹងខ្លួនថាខ្ញុំមាន confidence ជាងមុនហើយខ្ញុំបានធ្វើមិត្តភ័ក្តិយ៉ាងច្រើនមិត្តភ័ក្តិល្អដូចយ៉ៃកម្មវិធីរៀនហ្នឹងវាខុសប្លែកពីសាលាផ្សេងព្រោះសាលាយើងរៀនធម្មតាចឹងទៅគេរៀនតែពីមេរៀនពីក្នុងសភៅឯងតែយើងរៀនហ្នឹងយើងបានរៀនអីផ្សេងពីមេរៀនសង្គមឬក៏វគ្គដែលលោកគ្រូបង្រៀនដូចជាវគ្គដឹងគុណឪពុកម្ដាយក៏សក្តានុពលគ្រប់គ្រងហិរញ្ញវត្ថុគ្រប់គ្រងពេលវេលាអីចឹងយើងរៀនបានច្រើនហើយយើងយល់ដឹងបានច្រើនទៀតហើយដូចជាការលេងហ្គេមចឹងលោកគ្រូគាត់លេងហ្គេមហើយវាអាចឆ្លុះបញ្ចាំងពីជីវិតផ្ទាល់ខ្លួនរបស់យើងដូចជាពេលយើងលេងហ្គេមចឹងទៅយើងអាចសាមគ្គីគ្នាមួយមិត្តភ័ក្តិហ្នឹងហើយដូចគាត់និយាយចឹងវាខុសប្លែកពីសាលាធម្មតាវាមិនអង្គុយតែកត់មេរៀនរាល់ថ្ងៃហើយអានសៀវភៅរាល់ថ្ងៃយើងនៅកន្លែងនេះយើងអាចធ្វើមិត្តភ័ក្តិហើយយើងរៀនអំពី life ហើយបើពូមីងណាមានកូនមានអាយុពី13ឆ្នាំឡើងអាចនឹងចោះឈ្មោះដាក់រៀននៅសាលាអ្នកនាំវ័យក្មេងដែលអស្ចារ្យនេះដែលសារនៅទីនេះមានការអប់រំហើយបង្វឹកល្អដោយកូនពូមីងអ្នកទាំងអស់គ្នាបើអ៊ំពូមីងណាមានកូនឬក៏ក្មួយអីសូមឲ្យអ៊ំពូមីងឲ្យពួកគាត់មករៀននៅនឹងដើម្បីឲ្យមានមិត្តភ័ក្តិច្រើនហើយខ្ញុំបានសង្កេតឃើញថាសមាជិកយើងថ្មីហ្នឹងមុនដំបូងពួកគាត់ចូលមកអៀនតែដល់ពេលចូលមកយូរទៅគាត់មានភាពក្លាហានជាងមុនអញ្ចឹងទៅខ្ញុំសនំពរឲ្យពូមីងឲ្យយកកូនឬក៏ក្មួយមករៀននៅនឹងដែរ